ការពីប្រមាណជាជិត2500ឆ្នាំមុនរដ្ឋបរោះក្រិចដ៏ល្បីល្បាញម្នាក់ឈ្មោះ Pericles បានថ្លែងនៅក្នុងសន្ទរកថារបស់លោកថារបបនយោបាយរបស់យើងគឺជាគំរូដល់អ្នកដទៃសម្រាប់ប្រទេសរបស់យើងរដ្ឋធ្វើការដើម្បីផលប្រយោជន៍របស់មនុស្សភាគច្រើនមិនមែនសម្រាប់ផលប្រយោជន៍របស់មនុស្សតែមួយក្តាប់ទុយនោះទេដូច្នេះហើយបានជាយើងហៅរបបនយោបាយនេះថាជារបបប្រជាធិបតេយ្យប្រជាជនទាំងអស់មានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ដែលការពារអ្នកទន់ខ្សោយជាការពិតថាអ្វីៗមិនអាចនៅជាអមតៈបាននោះទេនៅថ្ងៃណាមួយប្រជាជាតិយើងនឹងត្រូវធ្លាក់ចុះទន់ខ្សោយក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយអស់លោកអ្នកដែលរស់នៅក្នុងសម័យកាលរាប់សតវត្សទៅថ្ងៃអនាគតទៀតអាចនឹងនិយាយពីពួកយើងថាពួកយើងគឺជាអ្នកដែលបានបង្កើតបរិយាដ៏ល្បីល្បាញនិងប្រកបដោយសុភមង្គលបំផុតទោះជាយ៉ាងណាគេសង្កេតឃើញមានចំណុចរួមខ្លះដែលគេអាចកំណត់បានថាជាគោលគំនិតដើមរបស់សូក្រាតហើយជាទូទៅគេបានកំណត់ថាទស្សនវិជ្ជារបស់សូក្រាតផ្ដោតជាសំខាន់ទៅលើចំណុចមួយគឺចំណេះដឹងតាមទស្សនៈរបស់សូក្រាតគុណធម៌គឺចំណេះដឹងចំណែកឯគុណវិបត្តិគឺភាពល្ងងខ្លៅហើយចំណេះដឹងដែលសំខាន់ជាងគេបើយោងតាមសូក្រាតគឺការស្គាល់ពីខ្លួនឯងការស្គាល់ខ្លួនឯងការត្រិះរិះពិចារណាការចេះចោទសួរលើកគ្រប់បញ្ហាវាធ្វើឲ្យមនុស្សចេះទាញហេតុនិងផលដោយខ្លួនឯងហើយមិនចេះតែជឿតាមគេជាពិសេសគឺមិនចេះតែជឿងប់ងល់ទៅលើការបង្រៀនរបស់សាសនាឬការបង្គាប់បញ្ជារបស់អាជ្ញាធរសូក្រាតខ្លួនឯងផ្ទាល់ធ្លាប់បានបដិសេធមិនធ្វើតាមបញ្ជារបស់អាជ្ញាធរអាថែនដែលនោះគឺជាទម្រង់ដើមមួយនៃអ្វីដែលគេហៅថាជាអំពើបះបោរដោយអហិង្សាក៏ប៉ុន្តែក្នុងពេលជាមួយគ្នាតាក់ទងទៅនឹងបញ្ហានេះគេក៏ហាក់ដូចជាសង្កេតឃើញចំណុចផ្ទុយគ្នាមួយដែរនៅក្នុងដំណើរជីវិតរបស់សូក្រាតពីព្រោះថានៅពេលដែលត្រូវបានគេកាត់ទោសប្រហារជីវិតសូក្រាតបានបដិសេធមិនរត់គេចខ្លួនហើយដាក់ចិត្តដាក់កាយទទួលយកសេចក្តីស្លាប់បើទោះបីជាដឹងថាការកាត់ទោសលើរូបលោកនោះវាគឺជារឿងដ៏អយុត្តិធម៌ក៏ដោយក៏បាននាំគ្នារៀបចំគម្រោងការឲ្យសូក្រាតរត់គេចខ្លួនក៏ប៉ុន្តែសូក្រាតបដិសេធមិនរត់ហើយសុខចិត្តទទួលយកទោសប្រហារជីវិតទៅតាមការសម្រេចដោយសភាហើយថែមទាំងបានទទួលយកថ្នាំពុលមកផឹកដោយខ្លួនឯងនៅថ្ងៃប្រហារជីវិតយោងតាមសំណេររបស់ផ្លាតុងសូក្រាតបដិសេធមិនរត់គេចពីទោសប្រហារជីវិតដែលលើកហេតុផលថាគំនិតមានតម្លៃជាងរូបកាយហើយចំណេះដឹងនិងគុណធម៌គឺវាមានតម្លៃជាងជីវិតសម្រាប់សូក្រាតការរត់គេចពីទោសប្រហារជីវិតគឺធ្វើផ្ទុយពីគោលគំនិតរបស់លោកដែលតែងតែលើកឡើងថាករណីយកិច្ចដ៏ចម្បងបំផុតរបស់ពលរដ្ឋនៅក្នុងរដ្ឋមួយគឺចាំបាច់ត្រូវតែគោរពយ៉ាងខ្ជាប់ខ្ជួនបំផុតទៅតាមច្បាប់របស់រដ្ឋបើទោះបីជាច្បាប់នោះអយុត្តិធម៌យ៉ាងណាក៏ដោយយោងតាមសូក្រាតបើសិនជាគេយល់ថាច្បាប់ណាមួយមានភាពអយុត្តិធម៌គេត្រូវតែស្វាស្វែងឲ្យមានការលុបចោលឬកែប្រែច្បាប់នោះក៏ប៉ុន្តែដរាបណាច្បាប់នៅជាធរមាននៅឡើយគេចាំបាច់ត្រូវតែគោរពតាមសូក្រាតប្រកាន់ចំហយ៉ាងច្បាស់ថាការកាត់ទោសប្រហារជីវិតរបស់លោកវាគឺជារឿងដ៏អយុត្តិធម៌ក៏ប៉ុន្តែក្នុងពេលជាមួយគ្នាលោកក៏បានប្រកាន់ចំហយ៉ាងច្បាស់ផងដែរថាការរត់គេចចេញពីទោសវាគឺជាអំពើល្មើសច្បាប់ហើយខុសពីគោលគំនិតរបស់លោកដូច្នេះវាក៏ជាទង្វើអយុត្តិធម៌មួយដែរហើយសូក្រាតយល់ថាគេមិនត្រូវឆ្លើយតបទៅនឹងអំពើអយុត្តិធម៌ដោយអំពើអយុត្តិធម៌ដែរនោះទេតាមទស្សនៈរបស់ផ្លាតុងដោយដែលមានសរសេរនៅក្នុងសៀវភៅស្ដីពីការគ្រប់គ្រងរដ្ឋមួយអាចគ្រប់គ្រងបានល្អឬមិនល្អវាអាស្រ័យទៅលើលក្ខណៈសម្បត្តិរបស់មេដឹកនាំជាងទៅលើទម្រង់នៃរបបនយោបាយឬអាចនិយាយបានម្យ៉ាងទៀតថារដ្ឋដែលគ្រប់គ្រងដោយរបបផ្ដាច់ការក៏ប៉ុន្តែមានមេដឹកនាំប្រកបដោយគតិបណ្ឌិតវាប្រសើរជាងរដ្ឋដែលគ្រប់គ្រងដោយរបបប្រជាធិបតេយ្យតែមានមេដឹកនាំអសមត្ថភាពផ្លាតុងបានធ្វើការត្រិះរិះពិចារណាដោយប្រៀបធៀបគ្នារវាងព្រលឹងរបស់ជាតិនិងរបស់បុគ្គលដែលលោកធ្វើការបែងចែកជាឋានានុក្រមជា3ឋានៈពីលើមកក្រោមគឺបុគ្គលមានក្បាលតំណាងឲ្យវិចារណញ្ញាណ
មានបេះដូងដែលតំណាងឲ្យមនោសញ្ចេតនាឬអារម្មណ៍ដូចជាកំហឹងក្តីស្រឡាញ់មោទនភាពនិងភាពក្លាហានជាដើមនិងទី3គឺក្រពះដែលតំណាងឲ្យចំណង់ខាងផ្លូវកាយឬតណ្ហាដូចគ្នាដែររដ្ឋមានប្រមុខដឹកនាំជាក្បាលកងទ័ពជាបេះដូងនិងប្រជាជនជាក្រពះយោងតាមផ្លាតុងបុគ្គលនីមួយៗត្រូវយកវិចារណញ្ញាណធ្វើជាធំគឺធំលើមនោសញ្ចេតនានិងចំណង់តាមផ្លូវកាយហើយដូចគ្នាដែរប្រមុខដឹកនាំរដ្ឋត្រូវមានអំណាចធំជាងគេត្រួតត្រាលើមន្ត្រីនិងរាស្ត្រក៏ប៉ុន្តែបុគ្គលដែលជាប្រមុខដឹកនាំរដ្ឋនេះត្រូវមានលក្ខណៈសម្បត្តិដ៏ចាំបាច់មួយគឺត្រូវតែជាបុគ្គលដែលយកវិចារណញ្ញាណជាធំនិងជាមេដឹកនាំប្រកបដោយគតិបណ្ឌិតវិបត្តិនយោបាយនៅក្រៅសង្គ្រាមរហូតក្រោយមកនាំទៅរកការដួលរលំនៃអាណាចក្រក្រិកទាំងមូលនៅក្នុងអំឡុងពេលនោះផ្លាតុងបានសង្កេតឃើញនឹងឆ្លងកាត់នៅរឿងរ៉ាវជាច្រើនដែលធ្វើឲ្យលោកមានការខកចិត្តចំពោះរបបដឹកនាំតាមបែបប្រជាធិបតេយ្យគេមិនត្រូវភ្លេចទេថានៅពេលនោះអាថែនគ្រប់គ្រងដោយរបបប្រជាធិបតេយ្យដោយផ្ទាល់ពលគឺប្រជាជនដែលគ្រប់អាយុជានីតិជនចូលរួមដោយផ្ទាល់នៅក្នុងនយោបាយតាមរយៈសភាអាថែនសភាប្រជាធិបតេយ្យនេះហើយដែលជាអ្នកសម្រេចដាក់ទោសប្រហារជីវិតសូក្រាតហើយដែលផ្លាតុងយល់ថាគឺជារឿងដ៏អយុត្តិធម៌បំផុតលើសពីនេះទៅទៀតក្រៅពីរឿងសូក្រាតផ្លាតុងដែលជាកូនចៅនៃត្រកូលអ្នកមានវណ្ណៈខ្ពង់ខ្ពស់មានខ្សែបណ្ដាញនិងស្គាល់អ្នកនយោបាយច្រើនក៏បានសង្កេតឃើញផងដែរថាអ្នកនយោបាយអាថែនស្ទើរតែទាំងអស់នៅពេលនោះនាំគ្នាធ្វើអ្វីៗដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននិងប្រយោជន៍របស់បកពួកខ្លួនច្រើនជាងប្រយោជន៍របស់ប្រជាជនហើយនយោបាយដែលពួកគេដាក់ចេញគឺភាគច្រើនមានគោលដៅបន្តរក្សាអំណាចជាងបម្រើផលប្រយោជន៍ពលរដ្ឋដែលជាម្ចាស់អំណាចបើយោងតាមគំនិតរបស់ផ្លាតុងឬគោលនៃបញ្ហារបស់អាថែននៅពេលនោះគឺរបបប្រជាធិបតេយ្យដោយផ្ទាល់ដែលផ្ដល់អំណាចទៅដល់ពលរដ្ឋគ្រប់រូបគ្រប់មជ្ឈដ្ឋានទាំងអ្នកចេះដឹងច្រើនអ្នកចេះដឹងតិចនិងអ្នកគ្មានចំណេះដឹងហើយផ្លាតុងយល់ថាអ្នកដែលគ្មានចំណេះដឹងឬមានចំណេះដឹងដែរតែមិនត្រូវជំនាញនយោបាយគឺងាយនឹងជួយទៅតាមការឃោសនាប្រជាពិធនៃមន្ត្រីរដ្ឋាភិបាលនិងពួកអ្នកដែលមានវណ្ណៈខ្ពង់ខ្ពស់តាមគោលគំនិតរបស់ផ្លាតុងសង្គមមួយឬរដ្ឋមួយគួរតែត្រូវធ្វើការបែងចែកមុខងារខុសៗគ្នាទៅតាមជំនាញឬរៀងខ្លួនជាអាចអ្នកពូកែខាងកាត់ខោអាវត្រូវធ្វើជាជាងកាត់ដេរអ្នកចេះព្យាបាលជំងឺត្រូវធ្វើជាគ្រូពេទ្យអ្នកពូកែច្បាំងត្រូវធ្វើជាទាហានលក្ខនឹងលក្ខហើយនៅពីលើកម្ពូលបំផុតទូនីតិជាមេដឹកនាំរដ្ឋត្រូវប្រគល់ទៅឲ្យទស្សនវិទូផ្លាតុងយល់ឃើញថាទស្សនវិទូជាមេដឹកនាំល្អពីព្រោះថាទស្សនវិទូជាអ្នកដែលមានចំណេះដឹងហើយជាពិសេសគឺជាអ្នកដែលមិនស្រឡាញ់អំណាចដូច្នេះនៅពេលដែលទស្សនវិទូកាន់អំណាចគេយកអំណាចនេះទៅប្រើដើម្បីធ្វើអ្វីៗដែលជាប្រយោជន៍របស់ប្រជាជនជាងប្រើអំណាចដើម្បីបន្តរក្សាអំណាចតទៅទៀតក៏ប៉ុន្តែផ្លាតុងក៏យល់ឃើញផងដែរថាតាមធម្មជាតិពីកំណើតមកមនុស្សមិនប្រកាសថាមានគំនិតគិតគូរពីផលប្រយោជន៍រួមច្រើនជាងផលប្រយោជន៍ផ្ទាល់ខ្លួននោះទេដូច្នេះដើម្បីសម្រាប់មនុស្សឲ្យទៅជាមនុស្សល្អចេះគិតគូរដល់ផលប្រយោជន៍រួមគេត្រូវការជាចាំបាច់នៅវិធានការធំចំនួន2ទី1គឺការអប់រំដើម្បីផ្ដល់នូវចំណេះដឹងតម្រង់មនុស្សឲ្យស្គាល់ពីផ្លូវល្អហើយទី2គឺច្បាប់ដើម្បីចែងកំណត់ពីបម្រាមនិងការដាក់ទោសដល់អ្នកដែលប្រព្រឹត្តអំពើអាក្រក់នៅក្នុងន័យនេះហើយដែលផ្លាតុងបានចំណាយពេលមួយផ្នែកធំនៅក្នុងសៀវភៅស្ដីពីការគ្រប់គ្រងរដ្ឋនិងសៀវភៅមួយទៀតដែលមានចំណងជើងថាច្បាប់ធ្វើការជជែកវែកញែកអំពីការអប់រំដើម្បីវឹកវើអនាគតមេដឹកនាំឲ្យក្លាយទៅជាទស្សនវិទូហើយនៅក្នុងការអនុវត្តជាក់ស្ដែងវិញផ្លាតុងក៏បានចំណាយពេលច្រើនទៅលើការអប់រំនេះដែរជាពិសេសតាមរយៈការបង្កើតបណ្ឌិតសភាទាក់ទងនឹងទស្សនវិជ្ជានយោបាយគេអាចរកឃើញនូវគោលគំនិតសំខាន់របស់អារីស្តូតនៅក្នុងសៀវភៅដែលមានចំណងជើងថានយោបាយឬតាមភាសាបារាំងថា La Politique ជាទូទៅ
គេសង្កេតឃើញមានសម្ដីមួយឃ្លារបស់អារីស្តូតដែលមាននៅក្នុងសៀវភៅនេះហើយដែលត្រូវបានគេលើកយកមកនិយាយញឹកញាប់ជាងគេរហូតមកទល់នឹងពេលបច្ចុប្បន្ននេះគឺឃ្លាជាភាសាបារាំងថា l'homme est un animal politique ដែលមានន័យជារួមថាធម្មជាតិរបស់មនុស្សគឺត្រូវតែផ្សារភ្ជាប់ដោយមិនអាចកាត់ផ្តាច់បានពីនយោបាយហើយនយោបាយនៅត្រង់កន្លែងនេះគឺអារីស្តូតសំដៅទៅលើនយោបាយក្នុងន័យទូលាយពោលគឺសំដៅទៅលើជីវិតជាសហគមន៍ឬជារដ្ឋយោងតាមអារីស្តូតមនុស្សមិនអាចរស់នៅតែម្នាក់ឯងបាននោះទេផ្ទុយទៅវិញមនុស្សគ្រប់រូបសុទ្ធតែត្រូវការគ្នាទៅវិញទៅមកហើយមនុស្សចាំបាច់ត្រូវតែរស់នៅក្នុងទម្រង់ជាសមូហភាពឬសហគមន៍ហើយទម្រង់ដើមបំផុតនៃសហគមន៍នេះគឺគ្រួសារប្រមូលផ្ដុំគ្នាបង្កើតទៅជាភូមិហើយភូមិប្រមូលផ្ដុំគ្នាបង្កើតទៅជាបុរីឬជារដ្ឋសម្រាប់អារីស្តូតការប្រមូលផ្ដុំគ្នារបស់មនុស្សក្នុងទម្រង់ជាគ្រួសារមានលក្ខណៈជាធម្មជាតិយ៉ាងណាការប្រមូលផ្ដុំគ្នារបស់មនុស្សនៅក្នុងទម្រង់ជាបុរីឬជារដ្ឋក៏មានលក្ខណៈធម្មជាតិបែបនោះដែរដូច្នេះនិយាយជារួមមកវិញការរៀបចំរចនាសម្ព័ន្ធជារដ្ឋដែលមានប្រព័ន្ធគ្រប់គ្រងនយោបាយមានច្បាប់មានរដ្ឋាភិបាលនិងមានមេដឹកនាំវាគឺជាធម្មជាតិរបស់មនុស្សដែលជាប់តាំងពីកំណើតមកហើយដោយសារតែមនុស្សមានធម្មជាតិផ្សារភ្ជាប់ដោយមិនអាចកាត់ផ្តាច់បានពីនយោបាយដូច្នេះអារីស្តូតយល់ឃើញថាវិទ្យាសាស្ត្រនយោបាយវាគឺជាចំណេះដឹងដ៏សំខាន់ជាងគេបង្អស់ដែលប្រជាជនគ្រប់រូបត្រូវតែរៀនសូត្រតកតងទៅនឹងរបៀបគ្រប់គ្រងរដ្ឋអារីស្តូតក៏មិនខុសពីសូក្រាតនិងផ្លាតុងនោះដែរគឺសុទ្ធតែមានគោលគំនិតប្រឆាំងនឹងរបបប្រជាធិបតេយ្យគឺប្រជាធិបតេយ្យដោយផ្ទាល់តាមបែបអាថែននៅក្នុងសម័យកាលនោះទស្សនវិទូសំខាន់ទាំង3រូបនេះសុទ្ធតែមានការយល់ឃើញដូចគ្នាថារបបប្រជាធិបតេយ្យដោយផ្ទាល់ដែលពលរដ្ឋគ្រប់រូបមានអំណាចដោយផ្ទាល់នៅក្នុងសភាបែបនោះវាបង្កើតឲ្យទៅជាមានភាពអនាធិបតេយ្យទៅវិញអារីស្តូតមានការយល់ឃើញដោយផ្លាតុងថារបបនយោបាយដ៏ប្រសើរជាងគេបង្អស់គឺរបបនយោបាយដែលអំណាចទាំងអស់ប្រមូលផ្ដុំគ្នានៅក្នុងដៃមនុស្សតែម្នាក់ហើយបុគ្គលជាមេដឹកនាំតែម្នាក់នេះគឺជាទស្សនវិទូដែលនៅក្នុងសៀវភៅស្ដីពីការគ្រប់គ្រងរដ្ឋផ្លាតុងបានហៅថាជាស្ដេចទស្សនវិទូបាននិយាយឲ្យងាយស្ដាប់គេអាចហៅរបបដឹកនាំបែបនេះបានម្យ៉ាងទៀតថាជារបបរាជានិយមដែលមានស្ដេចប្រកបដោយទស្សពិតរាជធម៌ក៏ប៉ុន្តែខុសពីផ្លាតុងអារីស្តូតយល់ឃើញថារបបនយោបាយបែបនេះគឺមានតែលើក្រដាសឬមានតែនៅក្នុងការស្រមើស្រមៃតែប៉ុណ្ណោះរីឯនៅក្នុងការអនុវត្តជាក់ស្ដែងវិញគេកម្រនឹងរកបានណាស់ស្ដេចទស្សនវិទូដោយទស្សនវិទូមិនអាចឡើងធ្វើស្ដេចឬឯអ្នកដែលបានឡើងធ្វើស្ដេចមិនមែនជាទស្សនវិទូជាងនេះទៅទៀតអារីស្តូតយល់ឃើញថារបបនយោបាយតាមបែបស្ដេចទស្សនវិទូរបស់ផ្លាតុងនេះវាគឺជារបបនយោបាយមួយដែលមានហានិភ័យខ្ពស់ពីព្រោះថានៅពេលដែលអំណាចត្រូវប្រមូលផ្ដុំនៅក្នុងដៃបុគ្គលតែម្នាក់ហើយបុគ្គលនោះមិនមែនជាអ្នកដឹកនាំប្រកបដោយគតិបណ្ឌិតវាងាយនឹងត្រូវប្រែក្លាយទៅជារបបផ្ដាច់ការឃោឃៅដែលមេដឹកនាំយកអំណាចទៅប្រើប្រាស់តាមតែចិត្តឯងដើម្បីបម្រើតែផលប្រយោជន៍ផ្ទាល់ខ្លួនឯងហើយជិះជាន់អ្នកទន់ខ្សោយនៅពីនោះរបបនយោបាយស្ដេចទស្សនវិទូដែលតាមទ្រឹស្ដីជារបបដឹកនាំដ៏ល្អបំផុតមួយនោះនឹងត្រូវប្រែក្លាយទៅជារបបផ្ដាច់ការឃោឃៅដែលជារបបដឹកនាំដ៏អាក្រក់បំផុតទៅវិញហើយដូច្នេះហើយបានជាអារីស្តូតយល់ឃើញថារវាងរបបនយោបាយមួយដែលពោរពេញទៅដោយភាពអនាធិបតេយ្យគឺរបបប្រជាធិបតេយ្យដោយផ្ទាល់និងរបបនយោបាយមួយទៀតដែលល្អឥតខ្ចោះតែមិនអាចយកទៅអនុវត្តជាក់ស្ដែងបានគឺរបបដឹកនាំតាមបែបស្ដេចទស្សនវិទូគេអាចមានជំរឿកណ្ដាលមួយទៀតគឺការដឹកនាំដោយមនុស្សមួយក្រុមតូចដោយមនុស្សមួយក្រុមតូចនេះទទួលបាននូវការព្រមព្រៀងនិងការប្រកួតសិទ្ធិអំណាចពីប្រជាជនទូទៅហើយអ្វីត្រូវប្រព្រឹត្តទៅនៅក្នុងក្របខ័ណ្ឌនៃច្បាប់កំពូលមួយដែលមានចែងកំណត់ទាំងអំពីសិទ្ធិអំណាចនិងការទទួលខុសត្រូវរបស់មេដឹកនាំនិងទាំងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទូទៅ
គោលគំនិតនេះរបស់អារីស្តូតវាគឺជាចំណុចចាប់ផ្ដើមមួយដែលក្រោយមកបានវិវត្តទៅជារបបប្រជាធិបតេយ្យតាមរយៈតំណាងដោយដែលគេយកមកអនុវត្តជាទូទៅនៅក្នុងសម័យកាលបច្ចុប្បន្នដោយច្បាប់កម្ពុជាដែលអារីស្តូតបានលើកឡើងគឺជារដ្ឋធម្មនុញ្ញនិយាយសរុបជារួមមកវិញគេសង្កេតឃើញថារវាងផ្លាតុងនិងអារីស្តូតមួយគឺជាគ្រូមួយគឺជាសិស្សក៏ប៉ុន្តែទស្សនវិទូទាំងពីរនេះមានគោលគំនិតខុសគ្នាច្រើនហើយមកទល់នឹងពេលបច្ចុប្បន្ននេះគេតែងតែធ្វើការបែងចែកទស្សនវិជ្ជារបស់អ្នកទាំងពីររូបនេះនៅក្នុងមេធាងពីរផ្សេងគ្នាទស្សនវិជ្ជារបស់ផ្លាតុងគឺជាទស្សនវិជ្ជាបែបឧត្តមគតិនិយមគឺសំដៅចង់បានអ្វីៗដែលល្អឥតខ្ចោះតែពិបាកឬមិនអាចសម្រេចបាននៅក្នុងការអនុវត្តជាក់ស្ដែងចំណែកឯទស្សនវិជ្ជារបស់អារីស្តូតវិញគឺជាទស្សនវិជ្ជាបែបប្រកបនិយមគឺផ្ដោតទៅលើអ្វីដែលគេអាចធ្វើបានប្រកបដោយប្រសិទ្ធភាពជាក់ស្ដែងជាជាងភាពល្អឥតខ្ចោះដែលមានត្រឹមតែនៅក្នុងការស្រមើស្រមៃនៅក្នុងសម័យកាល Machiavel អ៊ីតាលីក៏ដូចជានៅក្នុងតំបន់អឺរ៉ុបជាទូទៅគឺសម្បូរទៅដោយកូនរដ្ឋតូចៗដែលគេហៅថាជាបុរីរដ្ឋហើយបុរីរដ្ឋអស់ទាំងនោះភាគច្រើនស្ថិតនៅក្រោមការដឹកនាំដោយរបបពាក់កណ្ដាលរាជានិយមពូលគឺការស្នងអំណាចត្រូវបន្តនៅក្នុងត្រកូលពីឪពុកទៅកូនដូចជារបបរាជានិយមនោះដែរក៏ប៉ុន្តែមេដឹកនាំមិនមានងារជាព្រះមហាក្សត្រដូចជារបបរាជានិយមពិតប្រាកដនោះទេគឺមានងារត្រឹមតែជាព្រះអម្ចាស់តែប៉ុណ្ណោះគេច្រើនហៅរបបដឹកនាំប្រភេទនេះថាជាក្សត្របុរីហើយទំនងរដ្ឋប្រភេទនេះក៏នៅមានសេសសល់មកទល់នឹងសម័យកាលបច្ចុប្បន្ននេះដែរដូចជាប្រទេសម៉ូណាកូជាដើមដែលជាក្សត្របុរីស្ថិតនៅខាងត្បូងប្រទេសបារាំងហើយដែលដឹកនាំដោយព្រះអម្ចាស់អាល់បែរលក្ខណៈសម្បត្តិនៃប្រមុខដឹកនាំនៃក្សត្របុរីនេះហើយដែលជាប្រធានបទនៃសៀវភៅរបស់ Machiavel ដែលមានចំណងជើងជាភាសាបារាំងថា Le Prince ហើយដែលអាចបកប្រែជាខ្មែរថាព្រះអម្ចាស់ជាទូទៅនៅពេលដែលគេអានសៀវភៅ Le Prince មុននឹងនិយាយទៅដល់ខ្លឹមសារគេច្រើនតែនាំគ្នាធ្វើការកត់សម្គាល់ទៅលើលក្ខណៈពិសេសនៃទម្រង់នៃការសរសេរ Machiavel បានធ្វើការពន្យល់ជាមុនថាអ្វីដែលលោកសរសេរនៅក្នុងសៀវភៅ Le Prince នេះគឺផ្អែកទៅលើទស្សនវិជ្ជារបស់អ្នកប្រាជ្ញកាលពីសម័យមុននោះផងព្រមទាំងបូករួមជាមួយនឹងបទពិសោធន៍ជាក់ស្ដែងដែលលោកបានឆ្លងកាត់និងសង្កេតឃើញនៅក្នុងអាជីពជាអ្នកនយោបាយនិងការទូតនៅ Florence ក៏ប៉ុន្តែខុសពីសំណេរទស្សនវិជ្ជាមុនដែលច្រើនសរសេរជាលក្ខណៈអក្សរសាស្ត្រវែងអន្លាយហើយពោពេញទៅដោយទស្សនាទានអរូបីសៀវភៅ Le Prince របស់ Machiavel វិញត្រូវបានសរសេរដោយសាមញ្ញខ្លីៗក្នុងទម្រង់ជាការផ្ដល់គំនិតសម្រាប់យកទៅអនុវត្តជាក់ស្ដែងគោលដៅរបស់ Machiavel ត្រូវបានបង្ហាញឲ្យឃើញកាន់តែច្បាស់តាមរយៈការចាប់ផ្ដើមសៀវភៅដោយនៅក្នុងបុព្វកថា Machiavel បានធ្វើការឧទ្ទិសខ្លឹមសារនៃសៀវភៅដោយចំឈ្មោះចំពោះព្រះអម្ចាស់ Lorenzo de Medicis ដែលនៅពេលនោះគឺជាប្រមុខដឹកនាំរបស់ Florence សៀវភៅដ៏ស្ដើងកម្រាស់មិនដល់100ទំព័រផងនេះត្រូវបានចែកចេញជា26ជំពូកខ្លីៗដោយនៅក្នុងនោះ Machiavel សរសេររៀបរាប់អំពីគោលគំនិតរបស់លោកតាក់ទងទៅនឹងទម្រង់នៃក្សត្របុរីអំពីប្រភេទកងទ័ពដែលក្សត្របុរីនីមួយៗត្រូវមាននិងជាពិសេសបំផុតនោះគឺអំពីលក្ខណៈសម្បត្តិនិងអាកប្បកិរិយារបស់មេដឹកនាំពូលគឺអ្វីដែលមេដឹកនាំត្រូវធ្វើចាប់តាំងពីពេលកំពុងស្វែងរកអំណាចរហូតទៅដល់ពេលដែលមានអំណាចនៅក្នុងដៃNicolas Machiavel ទូទៅស្គាល់ថាមេដឹកនាំត្រូវតែមានគុណធម៌ក៏ប៉ុន្តែក្នុងពេលជាមួយគ្នា Machiavel បានលើកឡើងថាទម្រង់រដ្ឋដែលអាចឲ្យមេដឹកនាំធ្វើការប្រកបដោយគុណធម៌នោះគឺមានតែនៅក្នុងការស្រមើស្រមៃតែប៉ុណ្ណោះ
រីឯនៅក្នុងការអនុវត្តជាក់ស្ដែងវិញមេដឹកនាំត្រូវតែបោះបង់គុណធម៌នេះចោលចេញពីការយល់ឃើញបែបនេះ Machiavelli បានសរសេររៀបរាប់អំពីលក្ខណៈសម្បត្តិដែលមេដឹកនាំនីមួយៗត្រូវមានហើយដែលភាគច្រើនវាគឺជាលក្ខណៈសម្បត្តិនៃមេដឹកនាំដែលខ្វះគុណធម៌ជាអាច Machiavelli បានសរសេរថាមេដឹកនាំដែលឆ្លាតវៃគួរមានចិត្តកំណាញ់ជាជាងចិត្តសប្បុរសជ្រុលពីព្រោះថាបើតាម Machiavelli ការមានចិត្តសប្បុរសជ្រុលហួសហេតុចំពោះប្រជាជនវានឹងធ្វើឲ្យប្រជាជនលោភចង់បានកាន់តែច្រើនហើយការផ្ដោតទៅតាមការចង់បានឥតឈប់ឈររបស់ប្រជាជនវានឹងធ្វើឲ្យរដ្ឋត្រូវអស់ធនធានហើយលើទីបំផុតទៅរដ្ឋក៏ត្រូវដំឡើងពន្ធដែលជាហេតុធ្វើឲ្យប្រជាជនស្អប់មេដឹកនាំនោះទៅវិញតកតងទៅនឹងសំណួរថាតើមេដឹកនាំគួរតែធ្វើឲ្យគេស្រឡាញ់ឬក៏ឲ្យគេខ្លាច Machiavelli បានលើកឡើងថាវាគឺជាការប្រពៃណាស់ប្រសិនបើមេដឹកនាំអាចធ្វើឲ្យគេស្រឡាញ់ផងនិងឲ្យគេខ្លាចផងក៏ប៉ុន្តែដោយសារតែនៅក្នុងការពិតជាក់ស្ដែងនេះគឺជារឿងដែលពិបាកនឹងធ្វើបានដូច្នេះប្រសិនបើជាចាំបាច់ត្រូវតែជ្រើសរើសយកមួយ Machiavelli បានលើកឡើងថាមេដឹកនាំគួរតែធ្វើឲ្យគេខ្លាចជាជាងឲ្យគេស្រឡាញ់ពីព្រោះថានៅពេលដែលឆ្លងកាត់បញ្ហាស្មុគស្មាញឬក៏នៅពេលដែលមានវិវាទការភ័យខ្លាចនឹងនៅតែមានរីឯក្តីស្រឡាញ់វិញមិនប្រកាសថាអាចនៅថិតថេរបាននោះទេទោះជាយ៉ាងណា Machiavelli ក៏បានលើកឡើងផងដែរថាមេដឹកនាំដែលឆ្លាតវៃក៏មិនធ្វើឲ្យគេខ្លាចជ្រុលហួសហេតុរហូតទៅដល់ឲ្យគេស្អប់នោះដែរតែកតុងទៅនឹងពាក្យសន្យាវិញ Machiavelli យល់ថាមេដឹកនាំគួរតែគោរពទៅតាមពាក្យសន្យារបស់ខ្លួនក៏ប៉ុន្តែបើសិនជាការគោរពទៅតាមពាក្យសន្យានេះវាធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់ខ្លួននោះមេដឹកនាំត្រូវតែចេះក្បត់ពាក្យសន្យាទោះជាយ៉ាងណា Machiavelli បានលើកឡើងថាមេដឹកនាំដែលក្បត់ពាក្យសន្យាវានឹងធ្វើឲ្យគេលែងទុកចិត្តដូច្នេះការក្បត់ពាក្យសន្យានេះគួរតែត្រូវធ្វើឡើងតែក្នុងករណីចាំបាច់តែប៉ុណ្ណោះហើយលើសពីនេះទៅទៀតបើទោះបីជាត្រូវក្បត់ពាក្យសន្យាក៏ដោយចុះមេដឹកនាំត្រូវតែចេះរកវិធីដើម្បីលាក់បាំងឬបំបែងដានកុំឲ្យគេដឹងថាខ្លួនក្បត់ពាក្យសន្យានិយាយជារួមមកខ្លីគឺត្រូវតែចេះប្រើល្បិចកលតាមការពិតការចេះប្រើល្បិចកលបោកបញ្ឆោតវាគឺជាលក្ខណៈសម្បត្តិដ៏ចម្បងរបស់មេដឹកនាំទៅតាមគោលគំនិតរបស់ Machiavelli សូម្បីតែសកម្មភាពអគុណធម៌ដែល Machiavelli យល់ថាមេដឹកនាំត្រូវតែមាននោះក៏ត្រូវតែធ្វើដោយចេះប្រើល្បិចកលផងដែរពូលគឺត្រូវចេះធ្វើសកម្មភាពអគុណធម៌តែរកវិធីលាក់បាំងឬបំផាញ់ដានឲ្យគឺជឿថាខ្លួនគឺជាមេដឹកនាំដែលប្រកបដោយគុណធម៌ជាទូទៅគេច្រើនតែធ្វើការសង្ខេបនៅទស្សនវិជ្ជានយោបាយរបស់ Machiavelli ថាមេដឹកនាំដែលឆ្លាតវៃគឺត្រូវចេះប្រើកម្លាំងបាញ់ដូចជាសត្វតោហើយត្រូវចេះប្រើល្បិចកលដូចជាសត្វកញ្ជ្រោងទស្សនវិជ្ជានយោបាយបែបនេះហើយដែលធ្វើឲ្យអ្នកខ្លះរីគុណ Machiavelli ថាគឺជាគ្រូដែលបង្រៀនឲ្យមេដឹកនាំចេះខូចក៏ប៉ុន្តែមានអ្នកខ្លះទៀតនាំគ្នាបកស្រាយថាអ្វីដែល Machiavelli សរសេរនេះគឺគ្រាន់តែជាការសរសេរតាមបែបចំអកតែប៉ុណ្ណោះដើម្បីបង្ហាញពីរបៀបដឹកនាំតាមបែបផ្ដាច់ការខុសខើដែលគេមិនត្រូវយកគំរូតាមទោះបីជាយ៉ាងណាក៏ដោយទស្សនវិជ្ជានយោបាយរបស់ Machiavelli នៅតែជាទស្សនវិជ្ជាដ៏មានឥទ្ធិពលបំផុតរហូតមកទល់នឹងពេលបច្ចុប្បន្ននេះLe Prince គឺជាសៀវភៅដ៏សំខាន់មួយនៅក្នុងកម្មវិធីសិក្សាខាងផ្នែកវិទ្យាសាស្ត្រនយោបាយនៅតាមសាកលវិទ្យាល័យជាពិសេសគឺនៅតាមបណ្ដាប្រទេសលោកខាងលិចចំណែកឯនៅក្នុងការអនុវត្តជាក់ស្ដែងវិញទស្សនវិជ្ជានយោបាយរបស់ Machiavelli ក៏មានឥទ្ធិពលមិនតិចនោះដែរចំពោះមេដឹកនាំជាច្រើននៅទូទាំងពិភពលោកទាំងមូលក៏ប៉ុន្តែទស្សនវិជ្ជានយោបាយរបស់ Machiavelli អ្វីត្បិតតែត្រូវបានគេស្គាល់ច្រើនជាងគេអំពីលក្ខណៈសម្បត្តិមេដឹកនាំតាមបែបតោនិងកញ្ជ្រោងក៏ប៉ុន្តែនៅមានចំណុចសំខាន់មួយទៀតដែលមានឥទ្ធិពលយ៉ាងខ្លាំងផងដែរនោះជាពិសេសនៅតាមបណ្ដាប្រទេសលោកខាងលិចគឺទាក់ទងទៅនឹងលក្ខណៈសម្បត្តិរបស់មន្ត្រីដែលមេដឹកនាំត្រូវមានយោងតាម Machiavelli មេដឹកនាំដែលឆ្លាតវៃគឺត្រូវចេះជ្រើសរើសមន្ត្រីឬទីប្រឹក្សាដ៏ល្អឲ្យនៅជុំវិញខ្លួនហើយមន្ត្រីល្អបើតាម Machiavelli គឺមិនមែនមន្ត្រីដែលចេះតែចាំលើកជើងបញ្ចើមេដឹកនាំនោះទេ
គេនឹងចាំបានថានៅប្រមាណជាជិត 2000 ឆ្នាំមុន Thomas Hobbes ទស្សនវិទូដ៏ល្បីល្បាញបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្រក៏ធ្លាប់បានលើកឡើងពីធម្មជាតិរបស់មនុស្សនេះដែរទស្សនវិទូនោះគឺ Aristotle ដែលបានលើកឡើងថាធម្មជាតិរបស់មនុស្សគឺត្រូវផ្សារភ្ជាប់ដោយមិនអាចកាត់ផ្តាច់បានពីនយោបាយគឺឃ្លាតាមភាសាបារាំងថា L'homme est un animal politique យោងតាម Aristotle ធម្មជាតិរបស់មនុស្សគឺកើតមកសម្រាប់តែរស់នៅជុំគ្នាជាសហគមន៍ឬជារដ្ឋ Thomas Hobbes វិញយល់ឃើញផ្ទុយស្រឡះពីនេះយោងតាម Hobbes មនុស្សកើតមកមិនមែនដើម្បីរស់នៅជាមួយគ្នាជាសហគមន៍នោះទេធម្មជាតិរបស់មនុស្សគឺអាត្មានិយមចូលចិត្តប្រកួតប្រជែងគ្នាតែងតែគិតថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃហើយមិនញញើតនឹងប្រើកម្លាំងបាយវាយប្រហារទៅលើអ្នកដទៃដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនឯងហើយដូច្នេះហើយបានជានៅក្នុងសភាពធម្មជាតិរបស់មនុស្សគឺពោពេញទៅដោយភាពអនាធិបតេយ្យនិងចំនួនជាប់ជាប្រចាំនៅក្នុងស្ថានភាពមួយដែល Thomas Hobbes ឲ្យឈ្មោះថាស្ថានភាពដែលមនុស្សគ្រប់គ្នាធ្វើសង្គ្រាមទល់នឹងមនុស្សគ្រប់គ្នាផ្សេងទៀត Hobbes យល់ឃើញថាដើម្បីចេញផុតពីស្ថានភាពអនាធិបតេយ្យនិងសង្គ្រាមជាប់ជាប្រចាំនេះមនុស្សចាំបាច់ត្រូវតែបោះបង់ចោលសភាពធម្មជាតិរបស់ខ្លួនហើយព្រមព្រៀងគ្នាដាក់ខ្លួនក្រោមអំណាចរបស់មេដឹកនាំនៅក្នុងរចនាសម្ព័ន្ធនៃសហគមន៍មួយដែលគេហៅថារដ្ឋកិច្ចព្រមព្រៀងនេះហើយដើមក្រោយមកត្រូវបានទស្សនវិទូដ៏ល្បីមួយរូបទៀតគឺ Jean-Jacques Rousseau ឲ្យឈ្មោះថាកិច្ចសន្យាសង្គមតាមភាសាបារាំងថា Contrat socialយោងតាមទ្រឹស្ដីកិច្ចសន្យាសង្គមរបស់ Thomas Hobbes មនុស្សម្នាក់ៗសុខចិត្តលះបង់នៅសេរីភាពពីធម្មជាតិរបស់ខ្លួនជាសេរីភាពដ៏ពេញលេញដោយគ្មានអ្នកណាត្រួតត្រាតែជាសេរីភាពដែលចេញពីគ្នារៀងៗខ្លួនដែលបង្កើតទៅជាស្ថានភាពអនាធិបតេយ្យបោះបង់ដើម្បីជាថ្នូរទៅនឹងការទទួលបាននូវការធានាសុវត្ថិភាពពីសំណាក់តួអង្គទី3គឺមេដឹកនាំរដ្ឋគេអាចនិយាយដោយសាមញ្ញងាយយល់ថានៅក្នុងកិច្ចសន្យាសង្គមនេះមនុស្សម្នាក់ៗសន្យាថាប្រសិនបានអ្នកផ្សេងទៀតសុខចិត្តធ្វើដូចគ្នាខ្ញុំនឹងសុខចិត្តផ្ទេរសិទ្ធិសេរីភាពក្នុងការត្រួតត្រាខ្លួនឯងឲ្យទៅភាគីទី3គឺមេដឹកនាំរដ្ឋជាអ្នកត្រួតត្រាជំនួសដើម្បីធានានូវសុវត្ថិភាពនិងសណ្ដាប់ធ្នាប់រួមហើយបញ្ជានៅភាពអនាធិបតេយ្យនិងស្ថានភាពសង្គ្រាមទូទៅនិងអចិន្ត្រៃយ៍ដែលមានក្នុងសភាពធម្មជាតិរបស់មនុស្សកិច្ចសន្យាសង្គមរបស់ Thomas Hobbes មានលក្ខណៈពិសេសមួយដែលគេតែងតែធ្វើការកត់សម្គាល់គឺទូនីតិរបស់មេដឹកនាំរដ្ឋយោងតាម Hobbes កិច្ចសន្យាសង្គមគឺធ្វើឡើងតែរវាងប្រជាជននិងប្រជាជនគ្នាឯងតែប៉ុណ្ណោះរីឯរដ្ឋាភិបាលឬមេដឹកនាំរដ្ឋវិញគឺមិនមែនជាភាគីនៅក្នុងកិច្ចសន្យានេះទេដែលមានន័យថាមេដឹកនាំរដ្ឋទទួលបាននូវសិទ្ធិក្នុងការគ្រប់គ្រងដែលផ្ដល់ដោយប្រជាជនក៏ប៉ុន្តែគ្មានចាប់កាតព្វកិច្ចអ្វីតបទៅវិញទាំងអស់លើសពីនេះទៅទៀតHobbes យល់ថាសិទ្ធិអំណាចក្នុងការត្រួតត្រាដែលបុគ្គលនីមួយៗព្រមព្រៀងគ្នាផ្ទេរទៅឲ្យមេដឹកនាំរួចទៅហើយនោះគឺត្រូវផ្ទេរជារៀងរហូតហើយមេដឹកនាំរដ្ឋអាចប្រើសិទ្ធិអំណាចនេះទៅតាមចិត្តចង់របស់ខ្លួនមេដឹកនាំរដ្ឋគឺជាអ្នកមានអំណាចកំពូលខាងកងទ័ពជាអ្នកកំណត់ថាតើអ្នកណាមានកម្មសិទ្ធិទៅលើអ្វីអ្នកណាអាចកាន់មុខតំណែងអ្វីទង្វើបែបណាត្រូវចាត់ទុកថាជាបទល្មើសហើយសកម្មភាពសេដ្ឋកិច្ចរបស់រដ្ឋត្រូវចាត់ចែងយ៉ាងដូចម្តេចលក្ខណៈយោងតាម Thomas Hobbes មេដឹកនាំអាចធ្វើការសម្រេចចិត្តខ្លះដែលធ្វើឲ្យប្រជាជនមិនសប្បាយចិត្តឬជាការសម្រេចចិត្តខុសឆ្គងហើយនយោបាយឬច្បាប់ខ្លះអាចមានភាពអយុត្តិធម៌ក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយប្រជាជននៅតែដាក់ខ្លួននៅក្រោមអំណាចរបស់មេដឹកនាំរដ្ឋដដែលលើកលែងតែមេដឹកនាំរដ្ឋនោះអសមត្ថភាពខ្លាំងមែនទែនដែលធ្វើឲ្យស្ថានភាពទូទៅនៅក្នុងរដ្ឋត្រូវធ្លាក់ទៅក្នុងសភាពអនាធិបតេយ្យអាក្រក់ជាងការពីមុនបង្កើតរដ្ឋទៅទៀតតាមរយៈទស្សនៈទាននៃកិច្ចសន្យាសង្គមបែបនេះហើយដែលធ្វើឲ្យ Thomas Hobbes មានគោលគំនិតទោទណ្ឌទៅរករបៀបដឹកនាំបែបរាជានិយមផ្ដាច់ការដោយគាំទ្រព្រះមហាក្សត្រអង់គ្លេសនៅក្នុងចំនួនតទល់ជាមួយនឹងក្រុមអ្នកសភានិយមនៅក្នុងសង្គ្រាមស៊ីវិលអង់គ្លេស
ទោះជាយ៉ាងនេះក៏ដោយគេនៅតែចាត់ទុកទស្សនវិជ្ជានយោបាយរបស់ Thomas Hobbes ថាជាឫសគល់ដ៏ចម្បងមួយនៃទ្រឹស្ដីកិច្ចសន្យាសង្គមដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់ទស្សនវិទូក្រៅៗមួយទៀតរួមមានដូចជា John Locke និង Jean-Jacques Rousseau ជាដើមជាការពិតណាស់ថាទ្រឹស្ដីកិច្ចសន្យាសង្គមរបស់ John Locke ឬក៏របស់ Jean-Jacques Rousseau មានចំណុចខុសប្លែកច្រើនក៏ប៉ុន្តែវាមានមូលដ្ឋានគ្រឹះចេញពីទស្សនវិជ្ជារបស់ Thomas Hobbes លើពីនេះទៅទៀតទស្សនវិជ្ជានយោបាយរបស់ Hobbes ក៏មានឥទ្ធិពលយ៉ាងសម្បើមផងដែរទៅលើការសិក្សានៅក្នុងផ្នែកមួយទៀតគឺនីតិអន្តរជាតិនិងទំនាក់ទំនងអន្តរជាតិយោងតាម Thomas Hobbes រដ្ឋក៏មានសភាពធម្មជាតិដូចគ្នាទៅនឹងមនុស្សម្នាក់ៗដែរមនុស្សទៅតាមសភាពធម្មជាតិរបស់ខ្លួនមុនពេលបង្កើតរដ្ឋមានលក្ខណៈអាត្មានិយមចូលចិត្តប្រកួតប្រជែងគ្នាគិតថាខ្លួនឯងគ្រាន់បើជាអ្នកដទៃហើយមិនញញើតនឹងប្រើកម្លាំងបាយវាប្រហារទៅលើអ្នកដទៃដើម្បីតែផលប្រយោជន៍ខ្លួនឯងយ៉ាងណារដ្ឋក៏មានសភាពធម្មជាតិរបស់ខ្លួនបែបនោះដែរហើយដោយសារតែនៅក្នុងទំនាក់ទំនងអន្តរជាតិរដ្ឋនីមួយៗសុទ្ធតែជារដ្ឋអធិបតេយ្យដែលមានអំណាចកំពូលរៀងៗខ្លួនគ្មានកិច្ចសន្យាសង្គមរវាងគ្នាហើយគ្មានអំណាចអ្វីត្រួតពីលើរដ្ឋដូច្នេះយោងតាម Hobbes ទំនាក់ទំនងអន្តរជាតិគឺត្រូវស្ថិតនៅក្នុងសភាពធម្មជាតិជាប់ជាប្រចាំទស្សនវិជ្ជានេះហើយដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទ្រឹស្ដីមួយដែលគេឲ្យឈ្មោះថាទ្រឹស្ដីប្រកបនិយមដែលជាទ្រឹស្ដីដ៏ល្បីល្បាញនិងដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងទំនាក់ទំនងអន្តរជាតិរហូតមកទល់នឹងពេលបច្ចុប្បន្ននេះLocke វិញយល់ឃើញផ្ទុយស្រឡះពីនេះយោងតាម Locke ធម្មជាតិដើមរបស់មនុស្សគឺល្អហើយនៅក្នុងសភាពធម្មជាតិមនុស្សមានសិទ្ធិសេរីភាពពេញលេញហើយជាសិទ្ធិសេរីភាពស្មើៗគ្នាដោយគ្មានឋានានុក្រមសម្រាប់ Locke សភាពធម្មជាតិរបស់មនុស្សមិនមែនពោពេញទៅដោយភាពអនាធិបតេយ្យនិងសង្គ្រាមជាប់ជាប្រចាំនោះទេពីព្រោះថានៅក្នុងសភាពធម្មជាតិនេះក៏មានច្បាប់របស់វាដែរដែលគេហៅថាច្បាប់ធម្មជាតិហើយមនុស្សគ្រប់រូបសុទ្ធតែដឹងថាអ្វីជាអំពើល្អអ្វីជាអំពើអាក្រក់ហើយទង្វើណាមួយវាស្របឬក៏វាផ្ទុយទៅនឹងច្បាប់ធម្មជាតិនេះអ្វីដែលចោទជាបញ្ហានៅក្នុងសភាពធម្មជាតិរបស់មនុស្សបើយោងតាម John Locke គឺការអនុវត្តច្បាប់ធម្មជាតិនៅក្នុងសភាពធម្មជាតិមនុស្សម្នាក់ដឹងថាទង្វើណាមួយជាទង្វើល្មើសច្បាប់ធម្មជាតិហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទណ្ឌកម្មក៏ប៉ុន្តែសំណួរចោទឡើងថាតើអ្នកណាដែលត្រូវជាអ្នកធានានៅការអនុវត្តច្បាប់នេះអ្នកណាជាអ្នកកំណត់អំពីទណ្ឌកម្មហើយអ្នកណាជាអ្នកអនុវត្តទណ្ឌកម្មដែលបានកំណត់សរុបជារួមមកវិញយោងតាមគំនិតរបស់ John Locke បញ្ហាចោទនៃសភាពធម្មជាតិរបស់មនុស្សមិនមែនសង្គ្រាមនោះទេតែគឺជាបញ្ហាអយុត្តិធម៌ដូច្នេះមនុស្សត្រូវការបង្កើតជារដ្ឋឡើងមិនមែនដោយសារតែដើម្បីចេញពីស្ថានភាពសង្គ្រាមនោះទេក៏ប៉ុន្តែផ្ទុយទៅវិញគឺដើម្បីចេញពីស្ថានភាពអយុត្តិធម៌ហើយការព្រមព្រៀងដាក់ខ្លួនក្រោមអំណាចរដ្ឋតាមរយៈកិច្ចសន្យាសង្គមក៏មិនមែនជាការបោះបង់ចោលទាំងស្រុងនៅសិទ្ធិសេរីភាពរបស់ខ្លួនដើម្បីគ្រាន់តែជាធ្នូទៅនឹងការធានាសុវត្ថិភាពផ្ទាល់ខ្លួនដោយជាទ្រឹស្ដីរបស់ Hobbes នោះដែរផ្ទុយទៅវិញគឺគ្រាន់តែជាការបោះបង់នៅសេរីភាពមួយផ្នែកដើម្បីជាធ្នូទៅនឹងការធានានៃការអនុវត្តសិទ្ធិមួយផ្នែកទៀតដែលនៅសេសសល់ហើយដែលជាសិទ្ធិធម្មជាតិគ្មានអ្នកណាដកហូតបានរួមមានដូចជាសិទ្ធិរស់រានមានជីវិតនិងសិទ្ធិលើកម្មសិទ្ធិឯកជនជាដើមទស្សនៈទានខុសគ្នារវាង John Locke និង Thomas Hobbes ស្ដីអំពីសភាពធម្មជាតិរបស់មនុស្សនេះបាននាំទៅរកសេចក្តីសន្និដ្ឋានផ្ទុយគ្នាស្ដីពីអំណាចរបស់មេដឹកនាំរដ្ឋតាមទស្សនៈរបស់ Hobbes នៅពេលដែលបុគ្គលម្នាក់ព្រមព្រៀងគ្នាផ្ទេរសិទ្ធិអំណាចគ្រប់គ្រងទៅឲ្យមេដឹកនាំរដ្ឋតាមរយៈកិច្ចសន្យាសង្គមសិទ្ធិអំណាចនោះនឹងត្រូវផ្ទេរជារៀងរហូតដោយមិនអាចដកហូតមកវិញបាននោះទេហើយបើទោះបីជាមេដឹកនាំរដ្ឋចេញសេចក្តីសម្រេចឬដាក់ចេញនូវនយោបាយឬក៏ធ្វើច្បាប់ណាមួយដែលធ្វើឲ្យប្រជាជនមិនសប្បាយចិត្តឬគ្មានភាពយុត្តិធម៌ក៏ដោយក៏ប្រជាជននៅតែត្រូវបន្តដាក់ខ្លួនក្រោមអំណាចមេដឹកនាំរដ្ឋនោះដដែលគោលគំនិតបែបនេះហើយដែលនាំឲ្យ Thomas Hobbes
មានទំនោរទៅរករបៀបដឹកនាំបែបរាជានិយមផ្ដាច់ការហើយបិទផ្លូវមិនឲ្យប្រជាជនមានលទ្ធភាពឬបំរាស់ប្រឆាំងនឹងអំណាចរបស់រដ្ឋចំឡោកវិញមានទស្សនៈផ្ទុយស្រឡះពី Thomas Hobbes លោកយល់ថានៅក្នុងកិច្ចសន្យាសង្គមប្រជាជនមិនបានផ្ទេរសិទ្ធិអំណាចទៅឲ្យមេដឹកនាំទាំងអស់នឹងជាអចិន្ត្រៃយ៍នោះទេហើយកិច្ចសន្យានេះទៀតក៏មិនមែនធ្វើឡើងតែរវាងប្រជាជនគ្នាឯងនោះដែរពលគឺត្រូវមានមេដឹកនាំរដ្ឋជាគូភាគីនៃកិច្ចសន្យានៅក្នុងកិច្ចសន្យាសង្គមរបស់ចំឡោកបុគ្គលនិងបុគ្គលព្រមព្រៀងគ្នាផ្ទេរសិទ្ធិមួយផ្នែកទៅឲ្យរដ្ឋដោយគ្រប់គ្នាសុខចិត្តដាក់ខ្លួនឲ្យស្ថិតនៅក្រោមអំណាចរបស់រដ្ឋចំណែករដ្ឋវិញដែលទទួលសិទ្ធិអំណាចពីប្រជាជនត្រូវជាប់កាតព្វកិច្ចធានានៅយុត្តិធម៌ក្នុងការអនុវត្តសិទ្ធិមួយផ្នែកដែលនៅសេសសល់របស់បុគ្គលនីមួយៗដូច្នេះតាមទស្សនៈរបស់ចំឡោកទំនាក់ទំនងរវាងប្រជាជននិងមេដឹកនាំរដ្ឋវាគឺជាទំនាក់ទំនងក្នុងឋានៈជាភាគីនៃកិច្ចសន្យាពលគឺភាគីនីមួយៗទាំងប្រជាជនក៏ដូចជាមេដឹកនាំរដ្ឋសុទ្ធតែមានសិទ្ធិនិងកាតព្វកិច្ចហើយការគោរពសិទ្ធិនិងកាតព្វកិច្ចទៅវិញទៅមកនេះវាគឺជាមូលដ្ឋានគ្រឹះដើម្បីធានានូវសុពលភាពនៃកិច្ចសន្យាសង្គមទស្សនៈទាននៃកិច្ចសន្យាសង្គមរបស់ចំឡោកនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃរបបដឹកនាំតាមបែបប្រជាធិបតេយ្យប៉ុណ្ណោះទេក៏ប៉ុន្តែអ្វីដែលពិសេសជាងនេះទៅទៀតគឺការបើកលទ្ធភាពឲ្យប្រជាជនអាចរើបំរាស់ប្រឆាំងនឹងអំណាចរបស់រដ្ឋប្រសិនបើមេដឹកនាំរដ្ឋមិនបានគោរពទៅតាមកាតព្វកិច្ចរបស់ខ្លួននៅក្នុងឋានៈជាភាគីនៃកិច្ចសន្យាសង្គមនេះហើយដែលជាមូលដ្ឋានគ្រឹះសំខាន់បំផុតនៃចលនាបដិវត្តន៍ដ៏សំខាន់ចំនួន2នៅក្នុងប្រវត្តិសាស្ត្រគឺទី1បដិវត្តន៍អាមេរិកនៅឆ្នាំ1776ដែលជាការរើបំរាស់របស់ប្រជាជនប្រឆាំងទៅនឹងអំណាចរបស់ព្រះមហាក្សត្រអង់គ្លេសដើម្បីងាកចេញទៅបង្កើតរដ្ឋឯករាជ្យផ្ទាល់ខ្លួនគឺសហរដ្ឋអាមេរិកបដិវត្តន៍ទី2គឺបដិវត្តន៍បារាំងនៅឆ្នាំ1789ដែលជាការរើបំរាស់របស់ប្រជាជនប្រឆាំងទៅនឹងអំណាចរបស់ព្រះមហាក្សត្ររហូតឈានទៅផ្ដួលរំលំរបបរាជានិយមហើយជំនួសមកវិញដោយរបបសាធារណរដ្ឋនិយាយដល់ខ្លីគឺគ្រប់គ្នាជឿថាស្ដេចទទួលនៅការជ្រើសតាំងពីព្រះឲ្យមានសិទ្ធិអំណាចត្រួតត្រាលើប្រជាជនហើយដូច្នេះហើយបានជាប្រជាជនត្រូវតែគោរពនិងស្ដាប់បង្គាប់ស្ដេចដូចជាព្រះចំឡោកបានបដិសេធចោលទាំងស្រុងនៅជំនឿបែបនេះដែលបានប្រកាន់យកនៅគោលគំនិតមួយថាធម្មមានរូបភាពនៃមេដឹកនាំរបស់រដ្ឋមានប្រភពតែមួយគត់គឺប្រជាជនដែលជាអ្នកប្រគល់សិទ្ធិអំណាចទៅឲ្យមេដឹកនាំរដ្ឋទៅតាមទ្រឹស្ដីកិច្ចសន្យាសង្គមបន្ថែមលើពីនេះទៅទៀតចំឡោកយល់ថារដ្ឋមិនមានតួនាទីហើយក៏គ្មានសិទ្ធិអំណាចអ្វីដើម្បីទៅធ្វើការចាត់ចែងឬក៏ត្រួតត្រាទៅលើជំនឿសាសនារបស់ប្រជាជននីមួយៗនោះដែរសិទ្ធិអំណាចរបស់រដ្ឋដែលទទួលបានពីប្រជាជនគឺធ្វើយ៉ាងណាធានានូវយុត្តិធម៌ក្នុងការអនុវត្តសិទ្ធិរបស់ប្រជាជនចំណែកឯរឿងជំនឿសាសនាវាគឺជាកិច្ចការផ្ទាល់ខ្លួនរបស់បុគ្គលនីមួយៗគោលគំនិតដែលនេះរបស់ចំឡោកបាននាំទៅរកការវិវត្តន៍ដ៏សំខាន់ចំនួន2ដែលនៅបន្តមានឥទ្ធិពលមកទល់នឹងពេលបច្ចុប្បន្ននេះនៅតាមបណ្ដាប្រទេសលោកខាងលិចគឺទី1ការបែងចែកគ្នាយ៉ាងដាច់ស្រឡះរវាងសាសនានិងរដ្ឋពលគឺគ្មានសាសនារបស់រដ្ឋនិងចំណុចទី2គឺសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជនពលគឺគ្រប់បុគ្គលនីមួយៗមានសិទ្ធិសេរីភាពយ៉ាងពេញលេញក្នុងការជឿនិងអនុវត្តតាមសាសនាណាមួយឬមិនជឿទៅលើសាសនាណាមួយទាល់តែសោះទៅតាមទៅការយល់ឃើញរបស់គេឬរៀងខ្លួនពីសម័យកាលមួយទៅសម័យកាលមួយមនុស្សស្គាល់នូវភាពរីកចម្រើនខាងសម្ភារៈក៏ប៉ុន្តែសិលធម៌របស់មនុស្សវិញត្រូវធ្លាក់ចុះជាបន្តបន្ទាប់ហើយបើតាមហ៊ូសូនេះគឺដោយសារតែឥទ្ធិពលអាក្រក់របស់សង្គមតាក់ទងនឹងចំណុចនេះJean-Jacques Rousseauបានធ្វើការពិចារណាទៅលើសភាពធម្មជាតិរបស់មនុស្សនៅមុនពេលមានការបង្កើតជាសហគមន៍ឬជារដ្ឋយោងតាម Rousseau ធម្មជាតិរបស់មនុស្សគឺកើតមកដើម្បីរស់នៅឯកោតែឯងដែលនេះគឺជាការយល់ឃើញផ្ទុយគ្នាស្រឡះពី Aristotle ដែលថាធម្មជាតិរបស់មនុស្សកើតមកគឺដើម្បីរស់នៅជាសហគមន៍ឬជារដ្ឋត្រង់កន្លែងនេះគេអាចនិយាយបានថា Jean-Jacques Rousseau មានទស្សនៈដូចគ្នាទៅនឹង Thomas Hobbes ក៏ប៉ុន្តែភាពស្រដៀងគ្នានេះគឺមានត្រឹមតែចំណុចនេះតែប៉ុណ្ណោះ
រីឯគោលគំនិតទូទៅស្ដីពីសភាពធម្មជាតិរបស់មនុស្សទស្សនវិទូនយោបាយទាំងពីររូបនេះមានការយល់ឃើញផ្ទុយពីគ្នាស្រឡះយោងតាម Thomas Hobbes ធម្មជាតិរបស់មនុស្សគឺអាត្មានិយមចូលចិត្តប្រគួតប្រជែងគ្នាតែងតែគិតថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃហើយមិនញញើតនឹងប្រើកម្លាំងវាយប្រហារទៅលើអ្នកដទៃដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនឯងហើយដូច្នេះហើយបានជានៅក្នុងសហភាពធម្មជាតិរបស់មនុស្សគឺពោពេញទៅដោយភាពអនាធិបតេយ្យនិងចំនួនជាប់ជាប្រចាំ Jean-Jacques Rousseau វិញយល់ថាអ្វីដែល Thomas Hobbes រៀបរាប់នេះវាមិនមែនជាសហភាពធម្មជាតិដើមរបស់មនុស្សនោះទេតែជាសហភាពរបស់មនុស្សដែលរស់នៅជាសហគមន៍រួចទៅហើយយោងតាម Rousseau ធម្មជាតិរបស់មនុស្សពីកំណើតមកគឺស្អាតស្អំក៏ប៉ុន្តែគឺសង្គមទៅវិញទេដែលជាអ្នកធ្វើឲ្យមនុស្សខូច Jean-Jacques Rousseau បានធ្វើការពិចារណាទៅលើមនោសញ្ចេតនាមួយរបស់មនុស្សគឺការស្រឡាញ់ខ្លួនឯងដែលបានធ្វើការបែងចែកជាពីរដាច់ស្រឡះពីគ្នាទី1គឺការស្រឡាញ់ខ្លួនឯងពីធម្មជាតិដែលតាមភាសាបារាំងថា amour de soi ដែលជាការចេះគិតគូរពីខ្លួនឯងការពារខ្លួនថែខ្លួនចង់ឲ្យខ្លួនល្អនិងមានសុភមង្គលក៏ប៉ុន្តែសម្រាប់តែស្កប់ចិត្តខ្លួនឯងដោយមិនធៀបទៅនឹងអ្នកដទៃហើយមិនខ្វាយខ្វល់ពីទស្សនៈរបស់អ្នកដទៃដែលមើលមកខ្លួន Rousseau យល់ថាការស្រឡាញ់ខ្លួនឯងពីធម្មជាតិនេះវាគឺជាការល្អហើយផ្ទុយស្រឡះពីការស្រឡាញ់ខ្លួនឯងមួយទៀតដែលតាមភាសាបារាំងថា amour propre ដែលកើតចេញពីការរស់នៅជាសហគមន៍ការស្រឡាញ់តាមបែប amour propre នេះគឺជាការស្រឡាញ់ខ្លួនឯងដោយធៀបទៅនឹងអ្នកដទៃនិងដោយចង់ឲ្យអ្នកដទៃមើលមកថាខ្លួនល្អការស្រឡាញ់ខ្លួនបែបនេះហើយដែល Rousseau យល់ថាគឺជាកត្តាចម្បងដែលនាំទៅរកការប្រកួតប្រជែងគ្នាការច្រណែនឈ្នានីសគ្នានិងការប្រឈមមុខដាក់គ្នារវាងបុគ្គលនិងបុគ្គលដូចគ្នាដែរចំពោះវិសមភាព Jean-Jacques Rousseau ធ្វើការបែងចែកដាច់ពីគ្នារវាងទី1វិសមភាពពីធម្មជាតិដែលជាវិសមភាពខាងរូបកាយរួមមានដូចជាកម្លាំងមាឌបញ្ញាសុខភាពជាដើមដែល Rousseau គិតថាវាគឺជារឿងធម្មតាចំណែកឯទី2គឺវិសមភាពដែលកើតចេញពីការកំណត់ដោយសង្គមវិសមភាពប្រភេទទី2នេះហើយដែល Rousseau យល់ថាគឺជាចំណោទដ៏ធំរបស់មនុស្សហើយដែលគេចាំបាច់ត្រូវតែស្វែងយល់យោងតាម Jean-Jacques Rousseau កត្តាដ៏ចម្បងមួយដែលបង្កើតឲ្យមានវិសមភាពនៅក្នុងសង្គមគឺកម្មសិទ្ធិឯកជនតាមគំនិតរបស់ Rousseau នៅក្នុងលក្ខណៈធម្មជាតិអ្វីៗទាំងអស់នៅលើភពផែនដីយ៉ាងនេះគឺជារបស់រួមទាំងអស់មិនមែនជាកម្មសិទ្ធិរបស់អ្នកណាម្នាក់នោះទេក៏ប៉ុន្តែការបង្កើតឲ្យមានកម្មសិទ្ធិឯកជនធ្វើឲ្យមនុស្សម្នាក់ៗអាចយករបស់អ្វីមួយមកធ្វើជាកម្មសិទ្ធិឯកជនផ្ដាច់មុខតែម្នាក់ឯងហើយលើសពីនេះទៅទៀតអ្នកខ្លះអាចមានច្រើនខ្លះមានតិចហើយខ្លះទៀតអត់មានសោះក៏មានដែលបង្កើតឲ្យមានទៅជាវិសមភាពរវាងមនុស្សនិងមនុស្សដូចគ្នាទស្សនៈរបស់ Rousseau បាននេះហើយដែលមានដឹកនាំបដិវត្តន៍កុម្មុយនីសរួមមានទាំងទស្សនវិទូ Karl Marx មានដឹកនាំកុម្មុយនីសសូវៀត Lenin ឬក៏មានដឹកនាំខ្មែរក្រហមជាដើមនាំគ្នាលើកយកមកធ្វើជាសំអាងដើម្បីដាក់ចេញនូវនយោបាយលុបបំបាត់កម្មសិទ្ធិឯកជនហើយយកអ្វីៗទាំងអស់ដាក់ជាសមូហភាពក៏ប៉ុន្តែតាមការពិតទៅ Jean-Jacques Rousseau មិនដែលលើកឡើងពីគំនិតថាគេត្រូវលុបចោលកម្មសិទ្ធិឯកជននោះទេសម្រាប់ Rousseau មនុស្សយើងរស់នៅជាសហគមន៍រួចទៅហើយដូច្នេះគឺមិនអាចវិលត្រឡប់ទៅរកសភាពធម្មជាតិដើមវិញបាននោះទេផ្ទុយទៅវិញអ្វីដែលគេគួរធ្វើគឺត្រូវរកវិធីគ្រប់គ្រងទំនាក់ទំនងនៅក្នុងសហគមន៍ដើម្បីធានានូវយុត្តិធម៌និងសិទ្ធិសេរីភាពរបស់បុគ្គលនីមួយៗនៅក្នុងសហគមន៍ហើយបើតាម Jean-Jacques Rousseau គេអាចសម្រេចគោលដៅនេះបានតាមរយៈកិច្ចសន្យាសង្គមនៅក្នុងកិច្ចសន្យាសង្គមរបស់ Rousseau មនុស្សម្នាក់ៗសុខចិត្តលះបង់សិទ្ធិពីធម្មជាតិរបស់ខ្លួនហើយជាធ្នូមកវិញគឺទទួលបាននូវសិទ្ធិពលរដ្ឋដែលកំណត់ដោយច្បាប់ដែលនៅក្នុងនោះក៏មានដែរសិទ្ធិទៅលើកម្មសិទ្ធិឯកជនយោងតាម Rousseau នៅក្នុងសង្គមមួយដែលយុត្តិធម៌គ្រប់គ្នាចាំបាច់ត្រូវតែគោរពទៅតាមឆន្ទៈទូទៅដែលតាមភាសាបារាំងថា volonté générale ពលគឺឆន្ទៈរបស់ប្រជារាស្ត្រទូទៅឆន្ទៈទូទៅគឺមានគោលដៅស្វែងរកផលប្រយោជន៍ទូទៅ
ហើយវាអាចមានភាពផ្ទុយគ្នាឬមានទំនាស់នឹងឆន្ទៈបុគ្គលនិងប្រយោជន៍បុគ្គលក៏ប៉ុន្តែយោងតាមរូសូនៅក្នុងករណីមានភាពផ្ទុយគ្នានេះឆន្ទៈទូទៅត្រូវតែមានឧត្តមភាពលើឆន្ទៈបុគ្គលម្យ៉ាងវិញទៀត Jean-Jacques Rousseau ក៏បានធ្វើការទាញភ្ជាប់គ្នាផងដែររវាងឆន្ទៈទូទៅនិងធម្មានុរូបភាពនៃច្បាប់និងអំណាចរបស់រដ្ឋ Rousseau យល់ថាដោយសារតែអ្វីៗទាំងអស់ទាំងមេដឹកនាំនិងទាំងច្បាប់សុទ្ធតែកើតចេញពីឆន្ទៈទូទៅរបស់ប្រជារាស្ត្រដូច្នេះនៅពេលដែលប្រជារាស្ត្រស្ដាប់មេដឹកនាំនិងគោរពច្បាប់តែក៏ពិតទៅគឺគ្រាន់តែជាការស្ដាប់និងគោរពតាមឆន្ទៈរបស់ខ្លួនឯងតែប៉ុណ្ណោះហើយដូច្នេះហើយបានជា Rousseau បន្សល់ទុកនៅពាក្យដ៏ល្បីល្បាញមួយឃ្លាថា l'obéissance à la loi qu'on s'est prescrite et la liberté ដែលមានន័យជាខ្មែរថាការគោរពច្បាប់ដែលកើតចេញពីឆន្ទៈខ្លួនឯងវាគឺជាសិទ្ធិសេរីភាពហើយមិនមែនជាការបង្ខិតបង្ខំនោះទេក៏ប៉ុន្តែសំណួរចម្បងដែលចោទឡើងគឺនៅត្រង់ថាតើមេដឹកនាំនិងច្បាប់ពិតជាកើតចេញពីឆន្ទៈទូទៅរបស់រាស្ត្រមែនឬទេចំណុចនេះហើយដែល Jean-Jacques Rousseau បានលើកយកមកធ្វើជាមូលដ្ឋានក្នុងការរិះគន់របបដឹកនាំនៅបារាំងក្នុងសម័យកាលនោះដោយ Rousseau ចាត់ទុកថាជារបបដឹកនាំមួយដែលមិនគោរពទៅតាមឆន្ទៈទូទៅរបស់ប្រជារាស្ត្រហើយ14ឆ្នាំក្រោយមរណភាពរបស់ Jean-Jacques Rousseau ទ្រឹស្ដីអស់ទាំងនេះត្រូវបានគេលើកយកមកធ្វើជាមូលដ្ឋានដ៏ចម្បងមួយនៅក្នុងការធ្វើបដិវត្តន៍ផ្ដួលរំលំរបបរាជានិយមបារាំងនៅឆ្នាំ1789នៅពាក់កណ្ដាលឆ្នាំ1837 Darwin បានយកគំនិតរបស់លោកទៅកត់ត្រានៅក្នុងកំណត់ត្រាផ្ទាល់ខ្លួនដោយបានគូសវាសជាមែកធាងនៃជីវិតដែលភាគច្រើនគេតែងតែហៅថាដើមឈើនៃជីវិតរបស់ Darwin តាមគំនិតរបស់ Darwin ពូជមនុស្សសត្វដែលមានយ៉ាងច្រើននៅក្នុងសម័យកាលបច្ចុប្បន្ននេះតាមក៏ពិតទៅមានឫសគល់ចេញពីប្រភពតែមួយពូគឺប្រៀបដូចជាដើមឈើដែលបែកមែកសាខាក៏ប៉ុន្តែដុះចេញពីគល់តែមួយដូចនោះដែរទោះជាយ៉ាងណានៅពេលនោះ Darwin មិនទាន់បង្កើតចេញជាទ្រឹស្ដីវិទ្យាសាស្ត្រណាមួយហើយក៏មិនបានធ្វើការចុះផ្សាយនៃការយល់ឃើញរបស់លោកនៅឡើយនោះដែរដោយសារតែសមត្ថកម្មរបស់លោកមានភាពផ្ទុយគ្នាទាំងស្រុងពីជំនឿសាសនាក៏ដូចជាចំណេះដឹងវិទ្យាសាស្ត្រក្នុងសម័យកាលនោះ Darwin ចង់បន្តធ្វើការសង្កេតសិក្សានិងប្រមូលទិន្នន័យឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីឲ្យមានមូលដ្ឋានខាងវិទ្យាសាស្ត្រកាន់តែរឹងមាំអាចឲ្យគេទទួលយកបាននៅក្នុងការសិក្សាទៅលើការវិវត្តនៃពូជសត្វនេះ Charles Darwin មិនត្រឹមតែធ្វើការសង្កេតនិងប្រមូលទិន្នន័យដោយខ្លួនឯងនោះទេក៏ប៉ុន្តែក៏បានពឹងផ្អែកយ៉ាងខ្លាំងផងដែរទៅលើលទ្ធផលនៃការសិក្សារបស់អ្នកវិទ្យាសាស្ត្រផ្សេងៗទៀតដោយនៅក្នុងនោះមានខ្លះជាសៀវភៅដែល Darwin បានអានខ្លះទាញចេញពីការសរសេរលិខិតឆ្លងឆ្លើយគ្នាហើយខ្លះទៀតទាញចេញពីការជជែកដេញដោលគ្នានៅក្នុងចំណោមនោះមានចំណុចសំខាន់ពីរដែលមានឥទ្ធិពលយ៉ាងខ្លាំងចំពោះការសិក្សារបស់ Darwin Darwin មានការចាប់អារម្មណ៍ទៅលើការបង្កាត់ពូជសត្វដូចជាការបង្កាត់ពូជឆ្កែនិងជាពិសេសគឺការបង្កាត់ពូជព្រាបដែល Darwin ខ្លួនឯងបានធ្វើការពិសោធន៍ដោយផ្ទាល់ Darwin បានសង្កេតឃើញថានៅក្នុងប្រភេទសត្វព្រាបតែមួយគេអាចធ្វើការបង្កាត់ពូជឲ្យចេញទៅជាព្រាបដែលមានទំហំទម្រង់និងពណ៌សម្បុរខុសៗគ្នាសម្រាប់ Darwin ប្រសិនបើមនុស្សអាចធ្វើការបង្កាត់ពូជសត្វឲ្យចេញទៅជាពូជផ្សេងគ្នាមានទំហំទម្រង់និងពណ៌សម្បុរខុសគ្នាបានដំណើរការបែបនេះក៏គួរតែអាចកាត់មានឡើងបានដែរទៅតាមលក្ខណៈធម្មជាតិរបស់សត្វបន្ថែមពីលើនេះទៅទៀតនៅក្នុងអំឡុងឆ្នាំ1838 Darwin បានអានសៀវភៅមួយសរសេរដោយសេដ្ឋកិច្ចវិទូអង់គ្លេសស្ដីអំពីគោលការណ៍នៃការវិវត្តខាងប្រជាសាស្ត្រនៅក្នុងសៀវភៅនេះអ្នកនិពន្ធបានលើកនូវគំនិតថានៅក្នុងការវិវត្តជាធម្មតានៃប្រជាសាស្ត្រចំនួនប្រជាជនតែងតែមានកំណើនលឿនជាងអត្រាកំណើននៃស្បៀងអាហារដែលចាំបាច់នៅក្នុងការទ្រទ្រង់ជីវិតរបស់ប្រជាជនហើយអត្រាកំណើនខុសគ្នាបែបនេះដល់កម្រិតមួយប្រសិនបើគ្មានវិធានការដើម្បីគ្រប់គ្រងអត្រាកំណើនរបស់ប្រជាជនឲ្យបានត្រឹមត្រូវទេនោះចំនួនប្រជាជននឹងមានច្រើនហើយនឹងបង្កើតឲ្យទៅជាវិបត្តិខ្វះស្បៀងអាហារ
Darwin បានយកទ្រឹស្ដីនេះទៅធ្វើការពិចារណាក៏ប៉ុន្តែអនុវត្តចំពោះសត្វនៅក្នុងលក្ខណៈធម្មជាតិ Darwin គិតថាសត្វក៏ដូចជាមនុស្សដែរពោលគឺទៅតាមការវិវត្តជាធម្មតាចំនួនសត្វមានកំណើនលឿនជាងកំណើនស្បៀងអាហារហើយទៅដល់ចំណុចមួយសត្វត្រូវមានចំនួនច្រើនចំណែកឯស្បៀងអាហារមិនមានគ្រប់មាត់ដែលបង្កើតឲ្យមានការប្រជែងគ្នាដើម្បីរស់នៅក្នុងការប្រជែងគ្នាទៅតាមលក្ខណៈធម្មជាតិនេះប្រភេទសត្វណាដែលមានលក្ខណៈអំណោយផលស្របទៅនឹងធម្មជាតិដែលនៅជុំវិញខ្លួនគឺជាអ្នកដែលមានប្រៀបហើយមានឱកាសច្រើនក្នុងការរស់ព្រមទាំងអាចបង្កើតកូនពូនជាចៅបន្តពូជពង្សរបស់ខ្លួនឲ្យកាន់តែរីកចម្រើនតទៅមុខផ្ទុយពីនេះទៅវិញសត្វដែលមិនមានលក្ខណៈអំណោយផលមិនអាចប្រជែងឈ្នះគេបានជាហេតុធ្វើឲ្យពូជរបស់ខ្លួនចេះតែថមថយទៅពីមួយចំនួនទៅមួយចំនួនរហូតដល់ចំណុចមួយអាចនឹងត្រូវស្លាប់ផុតពូជទាំងស្រុងពូលគឺដូចជាប្រភេទសត្វនៅក្នុង fossil ដែល Darwin បានសង្កេតឃើញនៅក្នុងអំឡុងពេលធ្វើដំណើរតាមនាវា Beagle ដូចនោះដែរដំណើរការនេះហើយដែលគេឲ្យឈ្មោះថាជំរើសដោយធម្មជាតិពូលគឺលក្ខណៈពីធម្មជាតិជាអ្នកកំណត់ពីជោគវាសនាថាពូជសត្វណាមួយអាចស្គាល់ភាពរុងរឿងតទៅមុខហើយពូជសត្វណាត្រូវថមថយរហូតអាចត្រូវស្លាប់ផុតពូជនៅពេលនោះហើយដែល Charles Darwin បានទាញសេចក្តីសន្និដ្ឋានហើយបង្កើតបានទៅជាទ្រឹស្ដីអំពីការវិវត្តនៃជីវិតតាមរយៈជំរើសដោយធម្មជាតិនៅក្នុងទ្រឹស្ដីនេះ Darwin បានកំណត់ថាពូជសត្វនីមួយៗមិនមានទម្រង់ទំហំឬលក្ខណៈដូចគ្នាស្ថិតថេរនៅជាដរាបនោះទេក៏ប៉ុន្តែសត្វអាចមានភាពខុសគ្នាខ្លះៗប្រៀបដូចជានៅក្នុងករណីបង្កាត់ពូជដោយដៃមនុស្សដូច្នោះដែរពីដំបូងភាពខុសគ្នានេះគឺមានតិចតួចក៏ប៉ុន្តែវាអាចជាកត្តាចម្បងដែលកំណត់ពីការសម្របខ្លួនទៅនឹងធម្មជាតិដែលនៅជុំវិញខ្លួនរបស់ពូជសត្វនីមួយៗពូជសត្វដែលមានលក្ខណៈមិនសមស្របទៅនឹងធម្មជាតិចេះតែថមថយពីមួយចំនួនទៅមួយចំនួនរហូតដល់អាចស្លាប់ផុតពូជចំណែកឯពូជសត្វដែលមានលក្ខណៈសមស្របទៅនឹងធម្មជាតិចេះតែមានភាពរីកចម្រើនឡើងអាចបង្កើតជាកូនពូនជាចៅយ៉ាងច្រើនតទៅមុខទៀតហើយយន្តការបែបនេះចេះតែបន្តកើតមានពីមួយចំនួនទៅមួយចំនួនដែលជាហេតុធ្វើឲ្យពូជសត្វចំនួនក្រោយៗកាន់តែមានភាពខុសគ្នាពីពូជសត្វដើមបន្តិចម្ដងហើយនៅក្នុងរយៈពេលវែងរហូតដល់ទៅរាប់ម៉ឺនឬក៏រាប់លានឆ្នាំក្រោយមកពូជសត្វចំនួនក្រោយអាចនឹងមានភាពខុសគ្នាស្រឡះពីពូជសត្វដើមទ្រឹស្ដីស្ដីពីការវិវត្តនៃជីវិតតាមរយៈជំរើសដោយធម្មជាតិនេះត្រូវបាន Charles Darwin យកទៅចុះផ្សាយជាសាធារណៈនៅឆ្នាំ 1859 តាមរយៈសៀវភៅដែលមានចំណងជើងជាភាសាអង់គ្លេសថា The Origin of Species Charles Darwin បានទទួលមរណភាពដោយជំងឺនៅឆ្នាំ 1882 ដោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះនិងទ្រឹស្ដីដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងការសិក្សាខាងវិទ្យាសាស្ត្រហើយដែលត្រូវបានគេចាត់ទុកថាជាបដិវត្តន៍ដ៏សំខាន់មួយនៅក្នុងការយល់ដឹងរបស់មនុស្សទៅលើធម្មជាតិនិងទៅលើខ្លួនឯងផ្ទាល់រហូតមកទល់នឹងពេលបច្ចុប្បន្ននេះអ្វីត្បិតតែទ្រឹស្ដីរបស់ Darwin នៅតែមានភាពចម្រូងចម្រាសច្រើនក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាទូទៅនាំគ្នាទទួលស្គាល់ទ្រឹស្ដីរបស់ Charles Darwin ស្ដីអំពីការវិវត្តនៃជីវិតតាមរយៈជំរើសដោយធម្មជាតិថាជាទ្រឹស្ដីពិតប្រាកដតាមបែបវិទ្យាសាស្ត្រហើយដែលគេយកមកធ្វើជាមូលដ្ឋានគ្រឹះនៃការសិក្សាខាងវិទ្យាសាស្ត្រ